បន្ទាប់ពីឃើញនូវសមត្ថភាពនៃការបន្សុទ្ធថ្នាំរបស់ Lee Jun Seok មកពេលនេះជារងគេគិតថាគេនឹងបម្រើ Lee Jun Seok រហូតហើយ Lee Jun Seok ក៏បានចុះពីលើនឹងផងដែរហើយមកដល់ក្រោមហ្នឹងឃើញបងប្អូនពីរនាក់គេនេះសប្បាយចិត្តខ្លាំងណាស់ដោយសារតែប្អូនរបស់គេហ្នឹងជោគជ័យហើយបងស្រីហ្នឹងក៏បានបង្ហាញទឹកមុខដូចជាអរគុណទៅកាន់ Lee Jun Seok អញ្ចឹងសម្រាប់ Jun Seok ដើម្បីផ្ដួលឡានស្វននឹងបានគេក៏ត្រូវការបំបាយវិជាគុណរបស់គេដែរអញ្ចឹងពេលនេះក៏ត្រូវទៅសង្ងំវឹកហាវិជាគុណរបស់គេជាមួយនឹងថ្នាំនឹងឯងសាច់រឿងរបស់យើងក៏បានកាត់មកសាលារៀនពេលនេះគឺឃើញថាយិនឆាំងដែលជាគ្រូរបស់គេនឹងកំពុងតែនិយាយគ្នាជាមួយនឹងគ្រូនាយកបានដឹងដំណឹងមិននឹកស្មានថាលីយុនសៀកណ្ដាប់ដៃរបស់គេខ្លាំងដល់ថ្នាក់នឹងនោះទេហើយក៏បានបើកកងចាក់7ផងដែរឡានហ្វៃត្រូវបានបណ្ដេញចេញតាមរយៈលីយុនសៀវទៀតហើយលីយុនសៀវទទួលយកនៅការស្នើប៉ះគ្នាជាមួយនឹងឡានស៊ុនគ្រូនាយកនឹងក៏បាននិយាយទៅកាន់យិនឆាំងនឹងថានៅក្នុងរឿងហ្នឹងគឺវាកើតឡើងច្រើនណាស់នៅពេលដែលយន្តឆាំងហ្នឹងទៅសង្ងំវឹកហើយវិជាគុណនោះក្មេងៗទាំងអស់នេះសិតតែជាក្មេងៗអ្នកថ្នាក់លើហើយឲ្យពួកគេវាយគ្នាម្ដងមើលឲ្យវាគ្រាន់មើលដែរអញ្ចឹងទៅតែអីដែលសំខាន់គឺនៅតែឯងដដែលទេយន្តឆាំងគ្រូនាយកចុងលីឆាំងហ្នឹងគាត់មើលទៅគឺរៀងទំនុកចិត្តទៅលើគ្រូយន្តឆាំងហ្នឹងខ្ពស់គាត់បាននិយាយថាអាយុទៅតែ21ឆ្នាំទេក៏ប៉ុន្តែបានបំបីវិជាគុណនឹងឡើងទៅដល់ថ្នាក់4ទៅហើយមិនត្រឹមតែប៉ុណ្្នឹងនោះទេក៏ជាអ្នកចម្រាញ់ថ្នាក់1ដូចគ្នាមើលទៅអនាគតខ្ពង់ខ្ពស់ខ្លាំងមែនតែនគម្រោងការរបស់គាត់នឹងចង់ឲ្យយុនឆាំងខ្លាយទៅជាគ្រូនាយករងក៏ប៉ុន្តែយុនឆាំងនឹងនៅញីក្បាលរបស់ខ្លួនឯងចឹងទៅគ្រូនាយកនឹងនៅតែនិយាយដែរថាកុំឲ្យបដិសេធអីតែពេលនេះយុនឆាំងនឹងក៏ត្រូវចេញពីកន្លែងហ្នឹងឯងព្រោះឲ្យកូនសិស្សរបស់ខ្លួននឹងកំពុងតែមានបញ្ហាតើឃើញយិនឆាំងចេញទៅខនអញ្ចឹងទៅក៏គ្រូនាយកហ្នឹងទៅដែរគាត់ចង់មើលថារឿងហ្នឹងវាមិនខ្លះមើលពួកក្មេងៗហ្នឹងវាបែបមិនអីអញ្ចឹងទៅចំណែកយិនឆាំងគេគិតថាលីយុនសៀនហ្នឹងមិនមែនជាដៃគូរបស់ឡានឈွန်នោះទេដោយសារតែឡានឈွန်ហ្នឹងគឺជាអ្នកដែលជាប់លេខរៀនទី3ក្នុងតារាងសាលាហ្នឹងទៅហើយហ្នឹងសម្រាប់យុនសៀវធ្លាប់ជួយទៅកាន់គេផ្ដល់ទិសផ្ដល់អីអញ្ចឹងទៅក៏គេជាគ្រូហ្នឹងមិនចង់ឲ្យយុនសៀវហ្នឹងរងរបួសដែរហើយចំណាយគ្រូនាយកហ្នឹងក៏និយាយថាមិនអីទេគាត់ទៅមើលដែរមើលវាមិនអីអញ្ចឹងទៅក្រោយទៅកាន់កន្លែងវឹកហាវិជាគុណដែលមាននៅទំនាញផែនដីហ្នឹងវិញពេលនេះគឺលួឡានតួជាមួយនឹងរៀមច្បងរបស់ខ្លួនហ្នឹងគឺកំពុងតែនៅនឹងហើយរៀមច្បងហ្នឹងចង់បបួលឡានតួហ្នឹងទៅមើលពួកគេវាយគ្នាផងដែរក៏ប៉ុន្តែឡានតួហ្នឹងគេថាគេអត់មានពេលនោះទេឡានឈွန်ហ្នឹងគឺជាមនុស្សឈួតខ្លួនឯងមានវិជ្ជាគុណខ្ពង់ខ្ពស់បែរជាទៅធ្វើបាបអ្នកតូចទៀតទៅវិញហើយយន្តសៀនហ្នឹងក៏ឈួតដែរបែរជាទទួលរងនៅសំណើហ្នឹងនៅក្នុងចំណោមពួកគេមានតែរៀមច្បងលីននិងប៉ៃឆាំងហ្វឹងទេដែលខ្ញុំចាត់ទុកថាជាអ្នកចម្បាំងពិតប្រាកដនោះដោយសារតែលីនយូហើយនិងប៉ៃឆាំងហ្វឹងហ្នឹងគឺជាអ្នកនៅក្នុងលេខ1លេខ2ក្នុងតារាងហ្នឹងហ៎តើបែបហ្នឹងឃើញថានាងអត់ទៅអញ្ចឹងទៅគេក៏តែមើលតែម្នាក់ឯងក៏បានដែរចង់ឃើញមិនខ្លាយអញ្ចឹងទៅហើយនាងឃើញគេទៅអញ្ចឹងមានអារម្មណ៍ថាវាឈ្នះគេតែបែរជាចង់ឃើញគេចាញ់ទៅវិញនេះគឺជាប្រភេទមនុស្សកំសាកក៏ប៉ុន្តែនាងសង្ងំនៅកន្លែងហ្នឹងក៏ឃើញមានមនុស្សម្នាក់ហ្នឹងដើរចេញមកជាយុនសៀវនឹងឯងមើលតែកាន់រាងកាយរបស់គេរៀងខេខាខ្លាំងមែនតែនដោយសារតែប្រហែលជាគេនឹងទៅតែវឹកហាវិជាគុណរបស់គេរួចពេលនេះនៅទីលានប្រកួតឡានឈွန်នឹងកំពុងតែរងចាំយុនសៀវសពផ្សេងហ្នឹងក៏គិតដែរតិចលោកគេមិនហ៊ានមកទៅសំបីតែគ្នារបស់យុនសៀវក៏ដោយក៏ប៉ុន្តែទីបំផុតយុនសៀវនៅតែបង្ហាញខ្លួនគេបង្ហាញខ្លួនមកជាមួយនឹងដាវរបស់គេហ្នឹងអាប៉ែនោះគេសប្បាយចិត្តគេថានឹងសម្រាប់យុនសៀវយកតែម្ដងគ្រាន់តែយុនសៀវគេបានបង្ហាញខ្លួនអញ្ចឹងហើយពនាងអីហ្នឹងក៏បានថាឲ្យគេដែរហេតុអីបានជាមកអញ្ចឹងគេនឹងសម្រាប់ណាហើយពេលហ្នឹងគ្រូរបស់គេក៏មកដូចគ្នាហាមឃាត់ថាអត់ឲ្យវាយគ្នាទេត្រឡប់ទៅវិញទៅការប៉ះគ្នានេះត្រូវបានរំសាយចោលហើយគ្រូយុនឆាំងនឹងបានប្រកាសក្តែងទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងហើយដោយសារតែខ្លួនហ្នឹងមិនចង់ឲ្យយុនសៀវហ្នឹងមានបញ្ហាអញ្ចឹងទៅក៏ប៉ុន្តែយុនសៀវគេនិយាយថាមិនដែរអ្នកគ្រូមិនចង់ឲ្យគេរងរបួសមែនឬខ្ញុំវាយគេទៅផ្លែទេតែប្រហែលនាទីទេអ្នកគ្រូជិះចេញទៅគ្រូរបស់គេមិននឹកស្មានថាយុនសៀវអត់ខ្លាចអញ្ចឹងនោះទេតោះអញ្ចឹងទៅក៏ចាប់ផ្ដើមបើកនៅចំហាយរបស់ខ្លួនបើសិនជាមានបញ្ហាអីនឹងទៅជួយយុនសៀវភ្លាមព្រោះអីមិនចង់ឲ្យគេនឹងខ្លាចទៅជាមនុស្សដែលបែកបាក់វិជាគុណនោះឡើយ
là chọn khơi Yun siêu màu chẳng cái mình được mang tha Yun siêu cái hiên nữa thế cho này Yun siêu có cái mình khoa đấy cứ được bỏ cái khơi Yun siêu chẳng lòng phèn để xa tại vị trí con rồi bỏ Yun siêu với smile chỉ môi nâng lan chọn từ hơi còn tại vì khó khăn thằng trẻ thằng nạ môi đi kia men bản tả bẹ nu lằng cài bám bùa này nâng còn là Yun siêu nâng tầm láng màu thay anh chẳng tư là sáng cái khơi chẳng tự đăng tháp on pro bỏ cái nâng tranh phải chỉ trầm trời ấy rồi mó có bạn bạc là cầm lăng thiệt bỏ luôn រៀបចំក្នុងការប៉ះគ្នាយកតែម្ដងសម្រាប់គ្រូហ្នឹងក៏មកមើលដែរខ្លះគិតថាលីយិនសៀហ្នឹងត្រូវតែមកស្នៀតអីហ្នឹងនឹងទៅអីចំណែកគ្រូនយោបាយវិញគាត់ក៏បានមកនិយាយដែរគាត់ថាមកស្នៀតយ៉ាងម៉េចដូចជាមើលស្រាលទៅកាន់គេពេកហើយទេអីខ្ញុំគិតថានឹងប៉ះគ្នាបានពេលនេះលីយិនសៀគេដើរមួយជំហានទៅមួយជំហានមើលទៅហាក់ដូចជាមានការរំពងអើងកងអីមួយយ៉ាងនោះទេមានតែគ្រូនយោគាត់ទៅមើលឃើញគាត់ឃើញថាជំហានរបស់យិនសៀវនេះដូចជាមិនធម្មតាឡើយដើរគេមកចំហៀនដូចជាមានការរង្គោះរង្គើអញ្ចឹងមើលទៅច្បាប់នៃមេឃដីហាក់ដូចជាដើរតាមនៅចំហៀនរបស់គេហាក់ដូចជាមានជីវិតគេដូចជាប្រើស្នៀតអីមួយយ៉ាងនោះទេចំណែកឯគ្រូយុនឆាំងហ្នឹងក៏គាត់មើលទៅរៀងមានអារម្មណ៍បន្តិចដែរឡាឆានគេបាននិយាយទៅកាន់យុនសៀវថាពេលនេះចំហាត់របស់ឯងត្រូវបានជាងសង្កត់អីត្រូវតែម្ដាយនឹងដើរតែងាប់អីឯងនៅតែហ៊ានមកចំពោះមុខយើងទៀតហ៎ក៏បានបើកការវិភាគរបស់គេហ្នឹងទៅកាន់យុនសៀវតែម្ដងទៅបាតដៃដាវប្រពកវិភាគទៅកាន់យុនសៀវក៏ប៉ុន្តែយុនសៀវហ្នឹងគេបានដកថយងាយស្រួលខ្លាំងមែនតែនអាប៉ែហ្នឹងគេវាយមួយក្តោយក៏ហាក់ដូចជាមិនត្រូវយុនសៀវនោះទេពេលនោះយុនសៀវហ្នឹងក៏បានស្ទុះឡើងលើពីមួយជំហានទៅមួយជំហានហាក់ដូចជាគេអាចជន់អីមួយយ៉ាងហោះឡើងលើមេឃអញ្ចឹងពេលហ្នឹងគ្រូហ្នឹងមើលទៅដឹងហើយថាយុនសៀវនេះជំហានរបស់គេមួយគឺមិនមែនដោយសារគេកិច្ចទេគឺគេបន្តជំហានរបស់គេធ្វើឲ្យវាមានចង្វាក់ស្មើគ្នាល្អហាក់ដូចជាធ្វើឲ្យមានការដាស់ទៅកាន់កម្លាំងរបស់មេឃដីអញ្ចឹងពេលនេះជំហានរបស់គេត្រូវបានបង្ក្រប់ហើយមេឃដីត្រូវបានផ្លាស់ប្ដូរម្នាក់សម្លឹងមើលទៅកាន់យុនសៀវទៅឃើញថាយុនសៀវពេលនេះកំពុងតែខ្ចីកម្លាំងរបស់មេឃដីដើម្បីមកតទល់ជាមួយនឹងសត្រូវហើយយុនសៀវក៏ចាប់ផ្ដើមប្រើប្រាស់នៅធម៌ពលរបស់គេទៅវិញបាតដៃចេញមកច្រើនខ្លាំងមែនទែនជីវិតបន្តដូចជាសុបិនបាក់សីហោះហើរបន្សល់ទុកដានចំណងជីវិតមួយនេះក៏បានវាយប្រហារទៅកាន់សត្រូវគ្រូនយោបាយមិននឹកស្មានថានេះគឺជាចំណងជីវិតនោះទេចំណងជីវិតគឺជាស្នៀតមួយក្នុងចំណោមស្នៀតសំខាន់ដែលលោកម្ចាស់យ៉ាងទីគាត់អាចប្រើប្រាស់បានមើលទៅថាអពរបស់គេមិនគ្រប់គ្រាន់ក្នុងការប្រើប្រាស់នៅធម្មពលនេះនោះទេក៏ប៉ុន្តែដោយសារតែគេខ្ចីកម្លាំងមេឃដីទើបអាចប្រើប្រាស់នៅស្នៀតមួយនេះបានតើគេគឺជាកូនសិស្សរបស់លោកម្ចាស់យ៉ាងទីឬក៏យ៉ាងណាគ្រូយុនឆាំងហ្នឹងក៏បានគិតអំពីរឿងហ្នឹងដូចគ្នាមើលទៅមែនវិជាគោលរបស់គេធម្មថ្នាក់មួយហ្នឹងហើយហេតុអីបានជាមានតំណែងជាមួយនឹងលោកម្ចាស់យ៉ាងទីទៅវិញបាតដៃរបស់យុនសៀវធ្លាក់មកមិនទាន់ដល់ទេក៏ធ្វើឲ្យគេនោះរហែកខោអាវអស់ទៅហើយមួយបាតដៃនេះឡានឈွန်ឡើងកពៀតនៅខាងក្រោមនឹងហ្មងម្នាក់មិននឹកស្មានថាលីយុនសៀវនេះគេអាចវាយជាមួយនឹងសត្រូវដែលមានផ្កាយច្រើនជាងគេចិត្តឡើងទៅដល់ថ្នាក់2ហ្នឹងដួលត្រឹមប៉ុណ្្នឹងនោះទេយុនសៀវហ្នឹងក៏បានដើរមកកាន់គេដើរបដាហ្នឹងក៏គិតបដាដែរបើថាប៉ះជាមួយនឹងសត្រូវខ្លាំងហ្នឹងជាងហ្នឹងគឺពិបាកណាស់ព្រោះអីមុននឹងគេខ្ចីធម្មពលមេឃដីបានគេត្រូវមានជំហានរបស់គេហើយជំហានហ្នឹងចំណាយពេលយូរទៀតមកវាយបានមួយដៃហ្នឹងគឺវាយូរណាស់បើសត្រូវខ្លាំងដឹងតែដួលមុនហើយតែពេលនេះសត្រូវអត់ហ្នឹងវាមិនអីនោះទេរួចមកយុនសៀវក៏លើកជើងរបស់គេគ្រូនយោបាយហាមឃាត់ដែរប៉ុន្តែយុនសៀវគេមិនខ្វល់ទេគ្មាននរណាជួយឯងបានឡើយឡាឈွန်នឹងគេភ័យខ្លាំងមែនតើសូម្បីតែពាក្យសម្ដីរបស់នាយកគេមិនស្ដាប់ផងហ៎គ្រូនយោបាយហ្នឹងបំរុងនឹងទៅជួយដែរក៏ប៉ុន្តែយុនសៀវនឹងដាក់មកជើងប៉ាំងចូលទៅកាន់ Snow Chi ទៅហើយបែក Snow Chi ហ្នឹងខ្ទេចគេពេលនេះគ្មានវិជាគុណអីទៀតនោះទេពួកគេមិននឹកស្មានថាយុនសៀវបំបាយវិជាគុណរបស់សត្រូវរបស់គេបែបនេះនោះទេប៉ុណ្ណឹងគឺគេគ្មានសង្ឃឹមក្នុងការវឹកហាត់វិជាគុណទៀតឡើយតោះតែមានថ្នាំអស្ចារ្យដែលថ្នាក់របស់វាថ្នាក់7ឡើងទៅលើនោះទើបអាចស្ដារបានវិញចប់ហើយពេលនេះនោះគ្រូក៏មិននឹកស្មានថាយុនសៀវនោះមិនស្ដាប់ដែរយុនសៀវនោះក៏ថែមមួយជើងទៀតចូលមាត់នឹងប៉ាំងយកមកបែកមិញបែកអីពេញហ្នឹងយុនឆាំងក៏បានស្រែកទៅដាក់យុនសៀវទៅក៏ប៉ុន្តែយុនសៀវគេនិយាយទៅកាន់អ្នករកគ្នាថាគេនិយាយហើយថានឹងឲ្យវាស៊ីស្បែកជើងរបស់គេពេលនេះគេត្រូវតែធ្វើតាមសម្ដីរបស់គេ
យន់សៀវក៏បានដកនៅបន្តោងរបស់ឡានឈွန်យកទៅចំណែកឯគ្រូនាយកវិញគាត់ក៏រៀងខឹងផងដែរតែពេលហ្នឹងយន់សៀវអត់មានស្ដាប់អត់មានអីទេទាត់ខ្លួនរបស់ប៉ាហ្នឹងទៅកាន់គ្រូនាយកហ្នឹងយកតែម្ដងគ្រូនាយកហ្នឹងក៏វត្តហើយក៏បាននិយាយថាគេបានបែកវិជាគុណហើយហេតុអីបានជាឯងនៅបន្តទៀតយន់សៀវបានតបទៅវិញថានេះគឺជាការប្រយុទ្ធស្លាប់រស់ជីវិតរបស់គេនៅក្រោមដៃរបស់ខ្ញុំមកពីប្រហោងណាទៅប្រហោងនឹងវិញទៅគ្រាន់តែលើអញ្ចឹងម្នាក់មកនឹកស្មានថាយន់សៀវនឹងគេហ៊ានអញ្ចឹងចំពោះមុខគ្រូនាយកនោះទេគ្រូនាយកសំបីតាស្ដាច់ក៏មិនហ៊ានដែរណាគ្រូនាយកហ្នឹងក៏សើចហើយក៏និយាយថាអាចមកឯងដឹងថាយើងគឺជាណាគេទេយន់សៀវហ្នឹងក៏បានតទៅវិញថាគ្រូនាយកនៃសាលាជាឡានជាអ្នកដែលមានវិជ្ជាគុណ Marshall King ចុងលីឆាន់អាយុ100ឆ្នាំជាងទៅហើយវិជាគុណត្រឹមតែ Marshall King បើសិនជាខ្ញុំជាលោកវិញនឹងបោកក្បាលឲ្យងាប់តែម្ដងមិនហ៊ានមកអួតចំពោះមុខអ្នកដទៃអញ្ចឹងនោះទេម៉ែហើយពេលនេះយន់សៀវលេងយកតែមែនតែម្ដងគ្រូនាយកហ្នឹងក៏ខឹងនិយាយទៅចង់ផ្ដាច់ជីវិតរបស់គេយកហ្មងហើយក៏បានប្រើចំហាយរបស់ខ្លួនហ្នឹងសង្កត់ទៅកាន់យន់សៀវពេលនេះក៏ស្ដីឲ្យគេថាតាកញ្ចាស់អាយុ100ឆ្នាំជាងហើយវិជាគុណ Marshall King ទៀតពេលនេះបែរជាមកសង្កត់ក្មេង15ឆ្នាំ Marshall Warrior អញ្ចឹងអីបើសិនជាខ្ញុំលីយន់សៀវមិនបានស្ដាប់ថ្ងៃនេះនោះទេខ្ញុំនឹងសងវិញ100គុណរួចមកគ្រូនឹងមិននឹកស្មានថាយន់សៀវគេនៅតែអាចទប់បានទេចំហាយរបស់ Marshall King សង្កត់ Marshall Warrior តែម៉ែជាគេមិនបានលុតជង្គង់ទៅវិញអីដែលវាគួរឲ្យប្លែកហ្នឹងខុសគ្នាឡើង4ថ្នាក់ឯណោះក្មេងនេះដូចជាក្បាលរឹងដល់ហើយគេមិនកោតខ្លាចទៅកាន់នរណានោះទេចំណែកគ្រូរបស់យន់សៀវវិញសម្លឹងទៅកាន់ការរឹងទទឹងរបស់គេនឹងទៅគឺស្រដៀងខ្លាំងមែនទែនសម្លឹងមើលទៅការរូបចម្លាក់ទើបដឹងថាគឺគេមានភាពរឹងទទឹងដូចជាលោកម្ចាស់គូហ្វៃយ៉ាងអញ្ចឹងទឹកមុខចំហាយចេញមកគឺដូចគ្នាបេះបិទតែម្ដងយន់សៀវគេបានក្អួតឈាមចេញមករួចមកក៏និយាយថាតាកញ្ចាស់កុំគិតថាខ្លួនឯងជា Marshall King ខ្ញុំមិនអាចធ្វើអីបានឯសោះទោះបីជាខ្ញុំស្លាប់ក៏យកតាកញ្ចាស់ឯងទៅជាមួយដែរពេលនេះគេបានប្រើនៅថ្នាំរបស់គេគឺថ្នាំបំបែកមូលដ្ឋានគ្រាន់តែប្រើភ្លាមធ្វើឲ្យវិជាគុណរបស់គេនឹងហាក់ដូចជាបានផ្លាស់ប្ដូរទៅហើយនិយាយទៅគ្រូនាយកហ្នឹងពេលដែលបើកចំហាយមកនេះមិនត្រឹមតែ Marshall Warrior ទេ Marshall Master ឬក៏ Great Marshall Master ក៏ត្រូវតែកោតខ្លាចដែរតែក្មេងនេះបែរជាមិនអីទៅវិញរួចមកយន់សៀវហ្នឹងក៏បានបញ្ចេញជាសមត្ថភាពរបស់គេវិញហើយមើលទៅគ្រូហ្នឹងឃើញទៅហាក់ដូចជាដឹងថាជាអ្វីយន់សៀវចេញបាតដៃផងអីផងហ្នឹងពពកខ្យល់អីហ្នឹងធ្វើការផ្លាស់ប្ដូរគ្រូមើលទៅដឹងថាគឺជាវិជាពាក់ព័ន្ធអំពីវីយ៉ូនិងពពកមិនអាចទៅរួចទៅនិយាយទៅគ្រូហ្នឹងមើលទៅដឹងថាជាស្នៀតអីហើយហាក់ដូចជាមានអីមួយចោះពីលើមេឃមកអញ្ចឹងសូម្បីតែគ្រូនាយកហ្នឹងក៏ហាក់ដូចជាមានការភ័យអីផងដែរគេចង់លីឆាន់ជា Marshall King ខ្លាំងជាងគេនៅក្នុងធានជួយបែរជាខ្លាចក្មេង Marshall Warrior នេះទៅវិញតែក្មេងនេះគឺជានរណាគេឲ្យប្រកាសទៅពេលនេះមើលទៅកាន់ស្នៀតដែលលីយ៉ុនសឺកំពុងតែប្រើប្រាស់ស្រដៀងជាមួយនឹងស្នៀតរបស់លោកម្ចាស់គូហ្វៃយ៉ាងបពកមេឃដីរង្គោះរង្គើក្រោមដៃរបស់ខ្ញុំតាំងពីយូរលង់ណាស់មកហើយនៅក្នុងវិមានសិនសៀវពេលនោះអធិរាជបំបែកសឹកគូហ្វៃយ៉ាងបានសង្កត់ទៅកាន់ Marshall សវរែងថ្នាក់9ចំនួន10នាក់ហ្នឹងក្រោមស្នៀតមួយនេះឯងពេលនោះសូម្បីតែជូហុងយ៉ាន់ក៏គាត់នឹងពិបាកក្នុងការទប់ទល់ផងដែរធ្វើឲ្យមានការអាម៉ាស់រាប់ឆ្នាំតទៅមុខគ្រូរបស់គេនឹងពេលនេះស្រែកឲ្យឈប់ទៅហើយពួកអីមើលទៅដឹងថាគឺជាស្នៀតរបស់គូហ្វៃយ៉ាងជាស្នៀតបាតដៃមហាពពកខ្យល់ហើយដែរបានជាក្មេងមួយនេះចេះស្នៀតអញ្ចឹងទៅវិញតើវាអាចទេពាក់ព័ន្ធជាមួយនឹងលោកម្ចាស់យ៉ាងទីបើសិនជាគ្រូនេះប៉ះពាក្យទៅកាន់ក្មេងនឹងហើយក្មេងនឹងមានតំណែងតំណងជាមួយនឹងលោកម្ចាស់យ៉ាងទីមិនដឹងថាគួរតែបកស្រាយយ៉ាងណានោះឡើយអញ្ចឹងទៅក៏បាននិយាយទៅកាន់យន់សៀវថាឯងយកឈ្នះឡានឈွန်នោះទៅហើយតែវាប្រហារគេបន្ថែមទៀតនៅពេលដែលគេបានបែបវិជាគុណហើយនោះគឺជារឿងដែលមិនគួរធ្វើនោះទេចាត់ទុកថាជារឿងដែលឯងទើបតែធ្វើលើកដំបូងយើងលើកលែងឲ្យចុះក៏ប៉ុន្តែគ្មានពាក្យថាលើកក្រោយទៀតនោះទេគ្រូនឹងក៏បានចាញ់ពីកន្លែងហ្នឹងបាត់ទៅសិស្សម្នាក់មកនឹកស្មានថាគ្រូនាយកគាត់បែរជាមិនកាចដូចរាល់ដងនោះទេបើថាតាមធម្មតាដឹងតែចប់ជាមួយនឹងគ្រូនាយកហ្នឹងឯងតែពេលនេះបែរជាគេមិនអីទៅវិញ
rồi mất có dân sang nó kê mà chủng po một dân xíu hay là dạy thao kia nó rồi sai tham một po rồi bỏ kê tranh tư dân xíu cái dạy tha ta khẩn cha vứt chỉ rụt lươn men rồi mất có chập đàm ỏng cùi bọt trường bèn phun đen đó chập đàm sụp cho là tham một po để cái ban pra tham lực môn năng anh hơi mưa tư từ căn ca pra rồi có ca sụp tham một po này đôi chỉ bẹp pon chỉ mùi năng chụp bắp ấy mà giang chụp bắp năng mình chụp bắp cái tranh cho bắp ấy thì cái chụp bắp chạm cả vào ấy chẳng có này thọ kia về đằng đai kêu bỏ kê nó có cầm bông tài coi chồng pua một sầm lăng mưa đai trong mưa tha ta vía bẹp pon làm pi khai có chập đamสมาธิจะมวยดังยนต์ซิลนังโดยគ្នាซับแสงก็ชงอะไรทัดฝือไอ้ก็บันแต่ครูนุบ้านใหญ่ทาป่วยบ้านให้บังใบจันปีกไหลนังเตอกลมเนยกไหลนังไอ้ให้ครูนังก็บานสำลังมือเปนี้คือพวกเกนังสองงอมมาสตูได้รอโหตัวแต่ครูระบอกเกหัดโดยเฉียพอดอดอารมณ์อย่างยศจะตกได้จมูกหนังกาหัดคนหนังจังสันเทวิเชียคนระบอกครูนังก็เมื่อเตอหัดโดยเฉียเวียนังบ้างมาดองบันเตมาดองบันเตใจไอ้ท่านไหนครูนังช่องบ่มใบวิเชียคนบ้านเต้นะเปนี้คือปัดเมนมาสตูกรายเมาใบเฉียไอ้บ่มใบวิเชียคนบ้านแต่วิ่งตามระยะกาเมื่อแต่กันกาหัดคนระบอกยนเซียวนี่บางเพลงมักก็เคยยนเซียวนั้นสำลังเมื่อคล้วนส่วนทายฟูไอ้นังยนเซียวกันใหญ่ทาอบอซาโตแต่การไหนครูได้ล้างเติมมวยจุ่มเฮียนเทียดเฮ้ยแต่ครูเมื่อแต่การโกนซานังก่อหัดโดยเฉียชัดบ่มใบวิเชียคนด้วยเนี้ยยนเซียวcòn vậy thà ở thế là kêu ở cha chiếng cái hiểu bảo anh chẳng tay có bàn tay kêu bỏ kia nó sẽ ao cùng ao phơi bớt phơi anh chẳng tay phụ ấy và mà cái mình toàn tàng miệng chia con phóng hay còn thà kêu bỏ kia tranh bì ca sành ngón bắc hai chia con phím miên rương đại nhập ao tầng on chẳng từ vinh rồi mó cỏ dân siêu kênh vậy thà về này kia rong rồi bố nó kia trai ca pe và lia đầm bay chia bao về đại kia thu sẽ bay vinh kia nằng trai top tại can sầm núa rồi bỏ kêu kia cứ bỏ cái phép tha tụcពេលឲ្យតែ3ថ្ងៃតែ3ថ្ងៃក្រោយតែជួបខ្លួនរួចមកឆ្លើយជាមួយនឹងសំណួររបស់ខ្លួនសួរអញ្ចឹងណាយន់សៀវគេឃើញតែកាន់គ្រូអញ្ចឹងទៅគាត់ថាក្មេងស្រីមួយនេះចរិតដូចជាមេដល់ហើយក៏ប៉ុន្តែសមត្ថភាពគឺគ្រាន់បើបើសិនជាគេជួយបង្ហាត់បង្រៀនច្បាស់ជាល្អជាពំខានពេលនេះយន់សៀវហ្នឹងក៏ចាប់ដើមចូលមកកាន់កន្លែងវឹកហាត់វិជ្ជាគុណរបស់គេទៀតហើយដែលមានទំនាញនឹងឯងគេដឹងថាពេលនេះជាតិថ្នាំហ្នឹងនៅក្នុងខ្លួនវាមិនទាន់អស់នៅឡើយនោះទេបើយកវាមកស្រូបបន្ថែមតាមរយៈការវឹកហាត់នេះគឺវានឹងមានប្រសិទ្ធភាពកាន់តែល្អគេដើរចូលទៅរកបន្ទប់ហ្នឹងក៏លួឡានតួហ្នឹងគេឃើញដែរហេតុអីបានជាយន្តសៀវគេមិនបានបែកដៃបែកជើងទៅវិញឡានឈ័រហ្នឹងគេលើកលែងឲ្យឬក៏យ៉ាងណាតែឡានឈ័រហ្នឹងមិនតែចិត្តល្អដល់ថ្នាក់ហ្នឹងនោះទេរួចមកក៏កូនសិស្សផ្សេងៗហ្នឹងនិយាយជាមួយគ្នាទៅថាអូប្រហើយគេនឹងខ្លាំងដល់ថ្នាក់នឹងផងបាត់ដៃតែមួយឡានឈ័របែរជាចាញ់ក្រោមដៃរបស់គេទៅវិញមើលទៅសូម្បីតែអ្នកនៅក្នុងតារាងលេខ1លេខ2ប៉ាឈងហ្វឹងនិងលីនយូក៏មិនអាចតទល់ជាមួយនឹងគេបានដែរនេះខ្ញុំឮថាឡានឈ័រនោះវិជាគុណរបស់គេនឹងត្រូវបានខ្ទេចខ្ទីបាត់ទៅហើយមិនអាចស្ដារឡើងបាននោះទេម៉ែអើយគេសូម្បីតែគ្រូនយោក៏មិនទុកមុខឲ្យផងដែរមើលទៅពួកយើងត្រូវតែដើរជិះគេទៅលួឡានតួមិននឹកស្មានថាលីយុនសៀវដែលឈួតឡប់ឡែហ្នឹងបែរជាខ្លាំងដល់ថ្នាក់ហ្នឹងនោះទេត្រឡប់មកកាន់យុនសៀវវិញពេលនេះវិជាគុណរបស់គេហ្នឹងឡើងទៀតហើយអ្នកទាំងអស់គ្នាកាលមុនហ្នឹងគឺបំបែកពីផ្កាយមួយទៅផ្កាយពីរហើយឥឡូវអាផ្កាយពីរហ្នឹងទៅដល់កម្រិតកំពូលរបស់វាទៀតផងមិនត្រឹមតែប៉ុណ្្នឹងនោះទេបលឹងរបស់គេហ្នឹងក៏ឡើងមួយថ្នាក់ទៀតដែរពេលនេះដល់ថ្នាក់មួយហើយចង់ន័យថាគេក៏អាចចម្រាញ់នៅថ្នាំនៅអាវុធរបស់គេបានដូចគ្នាដែរចាប់ផ្ដើមទៅបន្ទប់របស់គេវិញក៏ប៉ុន្តែមានអារម្មណ៍អត់ស្រួលពេលហ្នឹងគឺគ្រូនិយាយថាចង់ទៅណាត្រឡប់មកវិញភ្លាមលើយុនសៀវតើឯងមិនស្ដាប់សម្ដីរបស់យើងទេហ៎នេះគឺផុត5ថ្ងៃទៅហើយយើងប្រាប់តែ3ថ្ងៃនោះទេហេតុអីបានជាមិនស្ដាប់សម្ដីរបស់យើងគេថាគេសង្ងំវឹកហាត់វិជាគុណដោយគេនឹងភ្លេចម៉ោងភ្លេចពេលវេលាហ្នឹងណាហើយគ្រូរបស់គេមើលទៅឃើញថាវិជាគុណរបស់គេនឹងឡើងទៀតហើយមិននឹកស្មានថាដល់ថ្នាក់ហ្នឹងនោះទេតើគេបានប្រើថាមឬក៏ប្រើអីយ៉ាងណាអញ្ចឹងទៅរួចមកក៏ឲ្យយុនសៀវហ្នឹងបកស្រាយទៅរៀបរាប់ច្រើនខ្លាំងមែនទែនពេលដែលលួយុនឆាំងនឹងសង្ងំវឹកហាត់វិជាគុណហេតុអីបានជាយុនសៀវគេដឹងអំពីវិជារបស់លោកម្ចាស់យ៉ាងទីហើយចេះជាមួយនឹងវិជាដែលលោកម្ចាស់គ្រូហ្វៃយ៉ាងចេះទៀតផងច្រើនហោហែហើយរួចមកយុនសៀវនឹងក៏សួរចុះគ្រូនយោគិតមិនដែរគ្រូរបស់គេនឹងប្រាប់ថាគឺគិតថាឯងគឺជាកូនសិស្សរបស់លោកម្ចាស់យ៉ាងទីហ្នឹងឯង
តពេលឃើញអញ្ចឹងទៅលីយ៉ុនសៀវក៏ថាហ្នឹងហើយតែមើលតែកាន់ចំហរបស់គេហ្នឹងឡើងវែងនិយាយថាហ្នឹងគឺកុហកដូច Pinocchio ឯណាបងប្អូនគ្នាយ៉ាយកបន្តទៅកាន់សាច់របស់យើងបន្តទៀតក៏ប៉ុន្តែគ្រូរបស់គេនឹងមិនជឿនោះទេដោយសារតែលោកម្ចាស់យ៉ាងទីហ្នឹងអត់ចេះជាមួយនឹងវិជាបាតដៃខ្យល់ពពកនឹងឡើយហេតុអីបានជាអញ្ចឹងទៅវិញហើយណាមួយក៏យន្តសៀវគ្រួសាររបស់គេអត់មានតំណែងតំណងជាមួយនឹងលោកម្ចាស់យ៉ាងទីដែរតោះអញ្ចឹងទៅយន្តសៀវក៏មិនដឹងនិយាយមិនដូចគ្នា